ហើយមកហាមគេមិនឲ្យ live លើទូរស័ព្ទមិនឲ្យ live លើ Facebook មិនរឿងទូទិញសិទ្ធអានោះមានរឿងមកទូទិញសិទ្ធតែបើសួរថាឲ្យជំរឿនគេមើលមួយណាទូនឹងទូរស័ព្ទ100នាក់គេមើលទូរស័ព្ទទាំង100នាក់ហើយពូ World Cup live អត់ World Cup ពូ live នេះពូនិយាយហេតុអីមិនហ៊ានពូហ៊ាន live មិនមែនពូទៅនឹង live ឆ្នាំហ្នឹងទេដូចអង្ការ CTN ទិញសិទ្ធ live អញ្ចឹង CTN គាត់ទិញសិទ្ធមែនគាត់ទិញសិទ្ធ live អញ្ចឹងកម្មសិទ្ធិបញ្ញាគឺត្រូវបានហាមមិនឲ្យទូរទស្សន៍ឯកជនទូរទស្សន៍សាកាប live បន្តទៀតព្រោះគេទិញសិទ្ធបាននៅក្នុងការ live នៅលើទូរទស្សន៍តែនៅលើ Facebook អត់ដែលមានទេចុះ CTN អ្នកទិញសិទ្ធមុនគេតាំងពី2014 2018 2022ជំនាន់ពូស៊ីធនឋានគាត់នៅធ្វើការនេះមិនមែនមកឥឡូវទេណាហើយសម័យនេះហើយអ្នកណាទៅមើលទូរទស្សន៍ទៀតរឿងទូទិញសិទ្ធអានោះមានរឿងមកទូទិញសិទ្ធតែបើសួរថាឲ្យជំរឿនគេមើលមួយណាទូនឹងទូរស័ព្ទ100នាក់គេមើលទូរស័ព្ទទាំង100នាក់ហើយទូរងថ្ងៃនៅតាមផ្ទះហ្នឹងដាក់ឲ្យតែមានលំអផងអត់ដឹងថាមើលអីព្រោះបច្ចេកវិទ្យាគ្រប់យ៉ាងគឺ Facebook នេះក្តោបក្តាប់ទាំងអស់វាមានទាំងអស់នៅក្នុងហ្នឹងសន្តិសុខនយោបាយសិល្បៈចម្រៀងកីឡាវាត្រូវបាន Facebook ចែករំលែកឃើញរាល់ថ្ងៃហ្នឹងហើយសម័យហ្នឹងហើយអ្នកណាទៅមើលទូទស្សន៍ទៀតប៉ុន្តែរឿងទិញសិទ្ធអាហ្នឹងយើងគ្រប់គេព្រោះយើងបើមានទូទស្សន៍សាកាបើមានទូទស្សន៍ឯកជនយើងមិនអាច live បានយើងមិនអាចផ្សាយបានទេព្រោះនេះជាកម្មសិទ្ធិបញ្ញាគេទិញ license live World Cup មកតែបើ Facebook អាហ្នឹងបើ live ទៅជាប់ copyright អាហ្នឹងវាជារឿងរបស់ Facebook ជាអ្នកចាប់សួរថាកន្លងមក2018 2022 CTN ណាដែលទៅនេះដែលទៅហាមទៅបិទនៅលើ Facebook ពួក CTN live ទៅលើទូរទស្សន៍ហ្នឹងទិញសិទ្ធទៅលើទូរទស្សន៍ហ្នឹងហើយមកហាមគេមិនឲ្យ live លើទូរស័ព្ទមិនឲ្យ live លើ Facebook មិនហើយសួរដែរពូ live អត់ពូ live ហើយពូ live ពូប្រាប់ហ្មងថាពូ live មានទូរស័ព្ទមួយចង់ដេកមើលចង់គេងចង់ទៅណាលឿនរឹងតាមភ្លឺស្រែក្នុងបន្ទប់អីវាស្រួលវាមើលទូរស័ព្ទអាណាទៅមើលទូរទស្សន៍ទីលោកហើយមិនខ្លាចគេអត់មើលទូរទស្សន៍ចង់ឲ្យទៅទិញអង្តែនយកមកដាក់ឲ្យតឡើងសម័យហ្នឹងអាណាគេមើលទៀតដូចយុគមិញអញ្ចឹង70k ដែលពូ live យុគមិញហ្នឹងពូវាស្រួលមើលចឹងសោះថាមួយចង់មើលទូរទស្សន៍ឲ្យអូមើលទូរទស្សន៍រូបធំមើលទូរទស្សន៍វាស្រួលជាងអត់ទេខែ